មានផ្ទះគ្មានមនុស្សនៅមានផ្លូវគ្មានមនុស្សដើរមានផ្ទះក៏មិនអាចទៅបាននេះហើយគឺជាឥទ្ធិពលនៃសង្គ្រាមចោលឈ្លានពានមកលើខ្មែរយើងប្រជាជនជាច្រើនត្រូវរត់ភៀសសិទ្ធទាំងភ័យខ្លាចទាំងឈឺចាប់ផ្ទះជាច្រើនខ្នងត្រូវយោធាសៀមបាញ់ទម្លាក់ក្របបែកបំផ្លិចបំផ្លាញស្ទើរទាំងស្រុងមានផ្ទះតែមិនអាចត្រឡប់មកវិញមានផ្ទះដែលខំតស៊ូប្រឹងអស់ពីកម្លាំងកាយចិត្តដើម្បីសាងសង់ផ្ទះមួយនៅទីបញ្ចប់ត្រូវខ្ទេចខ្ទាំខ្ទេចខ្ទីដោយសាសនាដៃយោធាសៀមផ្ទះជាច្រើនត្រូវរងគ្រោះខូចខាតយ៉ាងដំណំផ្ទះខ្លះត្រូវខ្ទេចខ្ទាំសឹងតែគ្មានសូម្បីតែរូបរាងផ្ទះខ្លះទៀតត្រូវរលាយក្នុងគំនរភ្លើងក៏ដូចជាត្រូវទុបចាត់ខ្ចាយបាក់បែកខ្ទេចខ្ទីឡើងមានរូបរាងជាផ្ទះតើប្រជាជនខ្មែរពេលដែលគាត់ឆ្លងមកវិញឲ្យគាត់រស់នៅបែបណាមានផ្ទះជាច្រើនត្រូវខូចខាតដោយសារក្របឡំរបស់យោធាសៀមហើយនេះគឺសិតតែជាទស្សនវិជ្ជាទាំងស្រុងជាក់ស្ដែងរបស់ម្ចាស់ផ្ទះនីមួយៗដែលគាត់បានបង្ហាញពីភាពឈឺចាប់រូបភាពដ៏សែនឈឺចាប់ពេលដែលឃើញផ្ទះខ្លួនឯងត្រូវខ្ទេចខ្ទីខ្ទេចខ្ទាំនៅសល់តែក្រុងឆ្អឹងវាធ្វើឲ្យចិត្តយើងជាប្រជាជនទូទាំងប្រទេសក៏ដូចជាម្ចាស់ផ្ទះផ្ទាល់មានការឈឺចាប់ខ្លាំងណាស់ពេលដែលឃើញផ្ទះប្រជាជនយើងត្រូវខ្ទេចខ្ទាំដោយសារទង្វើយោធាសៀមឈ្លានពានខ្មែរយើងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋហើយនេះគឺជាទស្សនវិជ្ជានៅក្នុងថ្ងៃចោលឈ្លានពានសៀមបាញ់ប្រហារមកលើយើងនៅថ្ងៃទី7ខែធ្នូឆ្នាំ2025រហូតទៅដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025រយៈពេល20ថ្ងៃជាងដែលចោលឈ្លានពានសៀមនៅតែបន្តបាញ់ប្រហារទម្លាក់គ្រាប់មកលើទឹកដីខ្មែរយើងជារៀងរាល់ថ្ងៃមិនសាកសានឡើយធ្វើឲ្យប្រជាជនខ្មែរយើងរស់នៅមិនបានសុខមានប្រជាជនជាច្រើនគ្រួសារដែលគាត់នៅគៀកនឹងតំបន់ក្រៅនៅគៀកនឹងព្រំដែនសៀមគឺគាត់ត្រូវបង្ខំចិត្តចាក់ចេញពីផ្ទះទៅរកទីទួលសុវត្ថិភាពនេះគឺជាការឈឺចាប់មួយរបស់ប្រជាជនខ្មែរយើងក៏ដូចជាការឈឺចាប់របស់ម្ចាស់ផ្ទះនីមួយៗដែលរងការខូចខាតខ្ទេចខ្ទីស្ទើរតែទាំងស្រុងដោយសារស្នាដៃយោធាសៀមនេះគឺជាទង្វើដ៏ឃោរឃៅថោកទាបបំផុតដែលខ្មែរយើងមិនអាចទទួលយកបានទស្សនវិជ្ជាការខូចខាតទាំងនេះគឺធ្វើឲ្យខ្មែរយើងចងចាំថាសៀមឈ្លានពានមកលើខ្មែរយើងមុនបាញ់ប្រហារប្រជាជនយើងកុំតិចផ្ទះប្រជាជនយើងកុំតិចសាលាកុំតិចស្ពានផ្លូវថ្នល់ប្រាសាទព្រះវិហារប្រាសាទតាក្រវៃនិងកន្លែងផ្សេងទៀតសម្រាប់ផ្ទះប្រជាជននីមួយៗមុននឹងគាត់សាងសង់គឺគាត់ចំណាយពេលវេលាថវិកាជាច្រើនដើម្បីសាងសង់ផ្ទះនីមួយៗបានរស់នៅយ៉ាងកក់ក្ដៅប៉ុន្តែចុងក្រោយត្រូវខ្ទេចខ្ទាំដោយសារភ្លើងសង្គ្រាមតើប្រជាជនខ្មែរខុសអ្វីបានជាអ្នកខូចខើខ្លាំងយ៉ាងនេះសូម្បីតែផ្ទះប្រជាជនក៏អ្នកមិនលើកលែងក៏អ្នកមិនប្រណីអ្នកហ៊ានទម្លាក់គ្រាប់បំផ្លាញរាប់ផ្ទះប្រជាជនយើងជាច្រើនខ្នងអ្នកឈ្លានពានទាំងដែលខ្មែរយើងមិនដែលមានចិត្តទៅប៉ះពាល់អ្នកមិនដែលមានចិត្តទៅឈ្លានពានអ្នកទេសូម្បីតែប្រជាជនខ្មែរយើងចាត់ទុកអ្នកពីមុនដូចជាអ្នកចិត្តខាងដ៏ល្អប៉ុន្តែនេះជាទង្វើអ្នកចិត្តខាងដ៏ល្អមែនទេប្រជាជនខ្មែរទូទាំងប្រទេសគឺម្នាក់ចង់បានតែសន្តិភាពមិនដែលមានអ្នកណាមានគំនិតចង់បង្កសង្គ្រាមជាមួយនឹងប្រទេសណាឡើយប្រជាជនខ្មែរយើងគឺជាប្រជាជនមួយដែលមានចិត្តល្អស្មោះត្រង់មិនដែលមានចិត្តចង់អាឃាតមានគំនុំឬមួយក៏មានចិត្តទៅឈ្លានពានប្រទេសណាមួយឡើយប៉ុន្តែសម្រាប់ប្រទេសអ្នកឯងយោធាអ្នកឯងបានធ្វើមកលើខ្មែរយើងយ៉ាងឃោរឃៅធ្វើឲ្យខ្មែរយើងព្រាត់ប្រាសគ្រួសារធ្វើឲ្យផ្ទះប្រជាពលរដ្ឋយើងខូចខាតជាច្រើនខ្នងបំផ្លាញប្រាសាទរបស់យើងបំផ្លាញផ្លូវថ្នល់របស់យើងបំផ្លាញស្ពានរបស់យើងបំផ្លាញសាលារៀននិងទីតាំងផ្សេងទៀតរបស់ខ្មែរយើងសូម្បីតែវត្តអារាមដែលជាទីសក្ការៈបូជាក៏សៀមបានទម្លាក់គ្រាប់បំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងនេះឬគឺជាប្រទេសដែលប្រកាន់ភ្ជាប់នៅសាសនាព្រះពុទ្ធនេះហើយគឺជាទង្វើដ៏ឃោរឃៅយងខ្នងរបស់យោធាសៀមធ្វើមកលើប្រជាជនខ្មែរយើងទម្លាក់គ្រាប់បំផ្លិចបំផ្លាញទីតាំងផ្សេងរបស់ប្រទេសខ្មែរយើងតើប្រជាជនខ្មែរយើងអាចទទួលយកបានទេនៅសកម្មភាពដ៏ឃោរឃៅបែបនេះរបស់យោធាសៀមធ្វើមកលើខ្មែរយើងការខូចខាតនេះគឺជាការខូចខាតមួយដ៏សែនឈឺចាប់របស់ប្រជាជនខ្មែរទូទាំងប្រទេសយើងពិតជាសោកស្ដាយខ្លាំងណាស់ចំពោះការខូចខាតផ្ទះសម្បែងព្រះវិហារវត្តអារាមប្រាសាទនានាស្ពានសាលារៀនយើងពិតជាសោកស្ដាយខ្លាំងណាស់នៅការបំផ្លិចបំផ្លាញរបស់យោធាសៀមធ្វើមកលើខ្មែរយើងខ្ញុំជាប្រជាជនទូទាំងប្រទេសក៏សូមចូលរួមសោកស្ដាយចំពោះម្ចាស់ផ្ទះដែលរងគ្រោះដោយសារគ្រាប់ផ្លោងរបស់យោធាសៀមបាញ់កំទេចផ្ទះនីមួយៗរបស់ខ្លួនស្ទើរតែទាំងស្រុងយើងជាប្រជាជនខ្មែរពិតជាសោកស្ដាយខ្លាំងណាស់ក៏ដូចជាសូមជូនពរដល់ម្ចាស់ផ្ទះដែលរងការខូចខាតនានាសូមឲ្យអ្នកទាំងអស់គ្នារឹងមាំឡើងយើងនៅមានជីវិតយើងនៅមានឱកាសយើងនៅមានកម្លាំងយើងអាចងើបឈរតតាំងតស៊ូដើម្បីបន្តដំណើរទៅមុខទៀតដើម្បីកូនចៅជំនាន់ក្រោយរបស់យើងខ្ញុំដឹងថាពេលនេះយើងឈឺចាប់ខ្លាំងណាស់ដែលឃើញទស្សនវិជ្ជាផ្ទះខ្លួនឯងត្រូវចោលឈ្លានពានបាញ់ប្លង់កំទេចស្ទើរតែមើលមិនយល់ប៉ុន្តែយើងត្រូវតែងើបឈរតតាំងតស៊ូបន្តដំណើរទៅមុខទៀតដើម្បី
ដើម្បីបង្ហាញឲ្យកូនចៅចំនួនក្រោយដឹងថាទោះជាយើងស្ថិតក្នុងស្ថានភាពបែបណាក៏ដោយក៏យើងត្រូវតែរឹងមាំដើម្បីប្រទេសជាតិយើងដើម្បីកូនចៅចំនួនក្រោយរបស់យើងសូមឲ្យម្ចាស់ផ្ទះដែលរងគ្រោះទាំងអស់កុំអាបាក់ទឹកចិត្តយើងដឹងថាការជឿចាប់របស់អ្នកមិនអាចយកអ្វីមកថ្លែងបានទេប៉ុន្តែពេលនេះទោះយើងជឿចាប់ប៉ុណ្ណាដេកផ្ដួលប៉ុណ្ណាក៏យើងមិនអាចធ្វើឲ្យផ្ទះយើងដូចដើមវិញដែរអ្វីដែលសំខាន់គឺយើងត្រូវតែរឹងមាំងើបឈរតតាំងតស៊ូដើម្បីរដ្ឋវិការបន្តទៀតសាងសង់ផ្ទះដ៏សមរម្យមួយចាប់ផ្ដើមជីវិតសារថ្មីយើងនៅមានជីវិតយើងនៅមានកម្លាំងយើងនៅតែមានឱកាសហើយយើងត្រូវតែរឹងមាំដើម្បីឲ្យកូនចៅចំនួនក្រោយយើងដឹងថាទោះជាឆ្លងកាត់ឧបសគ្គប៉ុណ្ណាក៏ដោយក៏យើងនៅតែអាចរឹងមាំងើបឈរបានដូចដើមហើយសូមចិត្តប្រជាពលរដ្ឋមួយចំនួនទូចដែលតែងតែនាំចូលផលិតផលសៀមក៏ដូចជាតែងតែគ្រប់គ្រងទិញផលិតផលសៀមនានាបើឈប់បានឈប់ទៅអ្នកដឹងទេការគ្រប់គ្រងរាល់ផលិតផលសៀមរបស់អ្នកគឺដូចជាបំផ្លាញប្រជាជនខ្លួនឯងក៏ដូចជាធ្វើឲ្យសៀមមានឱកាសបាញ់ទម្លាក់គ្រាប់ផ្លោងមកលើទឹកដីខ្លួនឯងចឹងដែរយើងសង្ឃឹមថាបន្ទាប់ពីការឆ្លងកាត់សង្គ្រាមដ៏ឈឺចាប់មួយនេះហើយប្រជាជនខ្មែរទាំងអស់គ្នានឹងរួបរวมគ្នាដើម្បីគ្រប់គ្រងរាល់ផលិតផលខ្មែរក្នុងស្រុកទាំងអស់គ្នា2026យើងត្រូវលុបបំបាត់ឲ្យអស់រាល់ទំនិញសៀមដែលនៅក្នុងប្រទេសខ្មែរយើងហើយយើងចាប់ផ្ដើមពង្រឹងពង្រីកក៏ដូចជាគ្រប់គ្រងរាល់សិប្បកម្មខ្មែរយើងនានានៅក្នុងប្រទេសឲ្យបានកាន់តែរីកចម្រើនបើប្រទេសជាតិរីកចម្រើនប្រជាជននឹងរឹងមាំប្រទេសជាតិនឹងរឹងមាំយោធាខ្មែររឹតតែខ្លាំងក្លារឹងមាំតតាំងជាមួយនឹងចៅឈ្នានីមទៀតនេះគឺជាបទពិសោធន៍ដែលយើងទទួលបានដូច្នេះហើយយើងមិនអាចឲ្យបទពិសោធន៍មួយនេះធ្លាក់ទៅលើកូនចៅយើងចំនួនក្រោយទៀតទេយើងត្រូវតែប្រឹងងើបឈរដើម្បីតស៊ូទៅមុខទៀតដើម្បីឲ្យកូនចៅចំនួនក្រោយរបស់យើងដឹងថាការតស៊ូប្រឹងប្រែងងើបឈរតតាំងវឹកហាត់សមត្ថភាពខ្លួនឯងគឺជាអ្វីដែលល្អបំផុតសម្រាប់សង្គមជាតិក៏ដូចជាសម្រាប់ពង្រឹងសមត្ថភាពខ្លួនឯងឲ្យបានកាន់តែល្អប្រសើរជាងមុនរួមគ្នាគ្រប់គ្រងផលិតផលខ្មែរទាំងអស់គ្នាកូនឈុំយំបាចេញទៅសមរភូមិពេលនេះជាត្រូវការខ្ញុំការពីខ្សែបន្តអត់ព្រំត្រង់ស្អីជាបន្ទុំគេងកំភ្លើងគឺជាខ្នើយកាត់មកជាទាហានស្ម័គ្រស្លាប់ខ្ញុំត្រៀមចិត្តរួចហើយជីវិតទុកជួនជាតិភាពទុកជួនអ្នកម្ដាយអត់មិនត្រាសិងកាន់យូរស្វាយជាមួយនឹងម៉ៃកាយកូនប្រុសជាប្តីជាឪពុករៀនស្រុកគ្រួសារមកនៅឆ្ងាយអូជាដើម្បីខេមរាត្រង់ដើម្បីមកភាពផុសស្មើ